បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាវីដេអូនេះគឺខ្ញុំមានចំណេះដឹងថ្មីមួយដែលខ្ញុំនឹងធ្វើការចែករំលែកជូនបងប្អូនទាំងអស់គ្នាវីដេអូនេះគឺខ្ញុំនឹងនិយាយអំពីរបៀបយើងធ្វើការភ្ជាប់នៅគម្រោងអ៊ីនធឺណិតពីរប្រភេទដែលខ្ញុំនឹងលើកយកមកបង្ហាញនៅក្នុងវីដេអូនេះគឺចំណុចទី1គឺយើងអាចភ្ជាប់នៅគម្រោង$1ស្មើ 5G ហើយម៉ោងទេគឺយើងបាន500នាទីនិង500សារហើយមួយវិញទៀតគឺ$1ស្មើ 8G ហើយទិន្នន័យអ៊ីនធឺណិតគឺបាទគឺសុទ្ធទោសគឺ$1ស្មើ 8G ទិន្នន័យអ៊ីនធឺណិតគឺយើងបាន 8G ហើយម៉ោងទេបាន60នាទីនិង60សារហើយចំពោះបងប្អូនដែលគាត់ត្រូវការនៅតម្រូវការអ៊ីនធឺណិតច្រើនឬក៏ម៉ោងទេច្រើនគឺអាចភ្ជាប់ទៅតាមនឹងបានហើយឥឡូវយើងធ្វើការចូលទៅមើលការបង្ហាញរបស់ខ្ញុំនៅក្នុងទូរស័ព្ទដៃទាំងអស់គ្នាបាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូនេះគឺខ្ញុំនឹងនិយាយអំពីរបៀបដែលយើងធ្វើការផ្ដាច់នៅគម្រោងប្ដូរលុយរបស់មិត្តហ្វូនហើយនឹងយើងភ្ជាប់នៅគម្រោងប្ដូរលុយរបស់មិត្តហ្វូនឡើងវិញហើយវីដេអូនេះគឺខ្ញុំចង់និយាយអំពីរបៀបដែលយើងធ្វើការផ្ដាច់និងភ្ជាប់នៅពីគម្រោងណាមួយដែលយើងត្រូវការប្រើដែលយើងត្រូវការវាប្រើជាចាំបាច់ឧទាហរណ៍ថាបងប្អូនខ្លះគឺគាត់ត្រូវការប្រើនៅសេវាអ៊ីនធឺណិតច្រើនចំណែកបងប្អូនខ្លះទៀតគឺគាត់ត្រូវការប្រើនៅម៉ោងទេច្រើនហើយយើងចង់ចំណាយតែ$1ទេដើម្បីឲ្យត្រូវទៅនឹងតម្រូវការរបស់យើងទាំងអស់គ្នាឥឡូវកុំឲ្យខាតពេលវេលាយូរខ្ញុំធ្វើការទៅផ្ដាច់គម្រោងសិនដើម្បីខ្ញុំធ្វើការបញ្យល់របស់បងប្អូនទៅបងប្អូនទាំងអស់គ្នាបាទឥឡូវយើងចូលមកកន្លែងហ្វូនមកកន្លែងយើងទេហ្នឹងហើយយើងចុចផ្ដាច់គម្រោងចាស់សិនបាទឥឡូវខ្ញុំធ្វើការចុចផ្ដាច់នៅគម្រោងសិនយើងចុចផ្កាយ15 35ផ្កាយ0ទ្រង់ជ្រូកចុចបញ្ជូនមកហើយយើងរើសយកស៊ីមដែលយើងប្រើបាទឥឡូវគឺខ្ញុំធ្វើការផ្ដាច់នៅគម្រោងហ្នឹងហើយជារងថ្ងៃខ្ញុំប្រើគម្រោងអ៊ីនធឺណិតគឺខ្ញុំប្រើ$1ស្មើ 8G ហើយនឹងម៉ោងទេនឹង60នាទីហើយឥឡូវគឺខ្ញុំចង់បដូរយកត្រឹមអ៊ីនធឺណិតត្រឹមតែ 5G ទេហើយនឹងយកម៉ោងទេ500នាទីវិញដោយសារខ្ញុំអត់សូវប្រើអ៊ីនធឺណិតដែរហើយទេខ្ញុំអត់សូវទេដែរប៉ុន្តែជួនកាលទៅពេលខ្លះគឺ60នាទីគឺក្នុងមួយអាទិត្យគឺខ្ញុំប្រើអត់គ្រាន់អញ្ចឹងណាពេលខ្លះយើងត្រូវការទេច្រើនអញ្ចឹងទៅថ្ងៃខ្លះក៏អត់ទេអញ្ចឹងទៅហើយអ៊ីនធឺណិតក៏ខ្ញុំប្រើអត់ដែរអស់ត្រឹម5000ផងបាទគឺត្រឹម2000 3000មេហ្គាបៃហ្នឹងគឺខ្ញុំដល់ថ្ងៃគ្រប់ថ្ងៃមួយអាទិត្យបាត់ហើយបាទគឺខ្ញុំប្រើត្រឹមអស់ត្រឹម 2G 3G ហ្នឹងហើយដូច្នេះគឺខ្ញុំចង់ថាយើងបដូរមកគម្រោងថ្មីវិញគឺយើងយកអ៊ីនធឺណិតត្រឹមតែ 5G ទេហើយយកម៉ោងទេហ្នឹងឲ្យបានទាំងច្រើនតិចដើម្បីឲ្យប្រើទៅវាស្មើគ្នាគឺដល់ថ្ងៃទៅគឺអស់ទាំងអ៊ីនធឺណិតអស់ទាំងម៉ោងតែម្ដងគឺកុំឲ្យពេលខ្លះត្រូវការទេអញ្ចឹងទៅចំថ្ងៃអស់ម៉ោងទេអញ្ចឹងគឺពិបាកនឹងបញ្ចូលលុយទៀតអញ្ចឹងទៅហើយចំពោះបងប្អូនដែលគាត់ចង់បាននៅគម្រោងអ៊ីនធឺណិតច្រើនហើយម៉ោងតិចគឺអាចភ្ជាប់នៅ$1ស្មើ 8G បានហើយចំណែកម៉ោងទេគឺបានតែ60នាទីទេឥឡូវមកខាត់ពេលវេលាយូរខ្ញុំប្រាប់ពីរបៀបចុចភ្ជាប់នៅគម្រោងទាំងពីរនឹងទាំងអស់គ្នាតែបងប្អូនទាំងអស់គ្នាត្រូវយល់អំពីអ្វីដែលខ្ញុំនិយាយមុននេះសិនគឺខ្ញុំចង់និយាយអំពីថាបើបងប្អូនត្រូវការម៉ោងទេច្រើនគឺអាចធ្វើភ្ជាប់នៅគម្រោង$1ស្មើ 5G ហើយម៉ោងទេគឺបាន500នាទីហើយបើបងប្អូនត្រូវការអ៊ីនធឺណិតច្រើនម៉ោងទេបងប្អូនអត់ទៅប្រើទេគឺបងប្អូនភ្ជាប់យក$1ស្មើ 8G ហើយម៉ោងទេ60នាទីហ្នឹងទៅបាទឥឡូវខ្ញុំចូលទៅប្រាប់ពីរបៀបចុចដើម្បីភ្ជាប់នៅគម្រោងទាំងពីរហ្នឹង
ឥឡូវគឺខ្ញុំប្រាប់ពីរបៀបចុចភ្ជាប់$1ស្មើ 5G ម៉ោងទេ500នាទីមុនសិនបាទឥឡូវយើងចុចផ្កាយ15 35ផ្កាយលេខ1ត្រឹមជ្រូកបាទនេះគឺជារបៀបដែលយើងធ្វើការភ្ជាប់នៅកម្រង$1ស្មើ 5G ហើយម៉ោងទេ500នាទីបាទហើយមួយវិញទៀតគឺបើសិនជាបងប្អូនទាំងអស់គ្នាត្រូវការភ្ជាប់នៅកម្រង$1ស្មើ 8G ម៉ោងទេ60នាទីគឺបងប្អូនចុចលេខដូចខ្ញុំបង្ហាញនៅលើទូរស័ព្ទហ្នឹងអញ្ចឹងគឺផ្កាយ1535ផ្កាយលេខ8ត្រង់ជ្រូកបាទនេះគឺជារបៀបដែលយើងធ្វើការចុចភ្ជាប់នៅកម្រងអ៊ីនធឺណិត$1ស្មើ 8G ម៉ោងទេ60នាទីបាទហើយឧទាហរណ៍បើសិនជាបងប្អូនទាំងអស់គ្នាប្រើនៅកម្រងផ្សេងទេបាទគឺប្រើចង់ថាបងប្អូនទាំងអស់គ្នាបើសិនជាចង់បដូរកម្រងគឺតម្រូវបងប្អូនទាំងអស់គ្នាធ្វើការចុចផ្ដាច់កម្រងសិនបាទចាំបដូរមកកម្រងថ្មីអញ្ចឹងណាបើមិនអញ្ចឹងទេពេលដែលយើងបញ្ចូលលុយទៅគឺគេភ្ជាប់អូតូឲ្យយើងនៅកម្រងចាស់វិញដដែលអញ្ចឹងណាដើម្បីផ្ដាច់ហ្នឹងគឺយើងចុចផ្កាយ1535ផ្កាយ0ត្រង់ជ្រូកមកគឺយើងអាចផ្ដាច់កម្រងទាំងអស់បានហើយបាទហើយចាំយើងចុចផ្ដាច់ចឹងហើយចាំយើងចុចភ្ជាប់នៅកម្រងថ្មីតាមតម្រូវការរបស់បងប្អូនទាំងអស់គ្នាបានហើយវីដេអូហ្នឹងគឺខ្ញុំអត់មានអីច្រើនទៀតទេគឺសូមបញ្ចប់តែត្រឹមហ្នឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់នៅវីដេអូមួយនេះនឹងទទួលបាននូវចំណេះដឹងពីវីដេអូមួយហ្នឹងហើយក៏សូមអរគុណសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់ចាំជួបគ្នានៅវីដេអូក្រោយៗជាបន្តទៀតសូមអរគុណ